Còn nàyอายุ48ឆ្នាំហើយនៅសល់តែ2ឆ្នាំទៀតទេគឺអាយុ50ហើយប៉ុន្តែមើលទៅគាត់គឺក្មេងខ្លាំងមែនតើវីដេអូមួយនេះខ្ញុំបង្ហាញពីវិធីសាស្ត្រមួយចំនួនដែលបងប្អូនអាចអនុវត្តដើម្បីឲ្យយើងក្មេងជាងវ័យនិយាយទៅកុំឲ្យយើងនឹងឆាប់ចាស់ទៅតាមអាយុរបស់យើងអញ្ចឹងណាជម្រាបសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Organic Beauty ទី1គឺកាត់បន្ថយជាតិស្ករយើងដឹងហើយតាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនហើយនឹងការស្រាវជ្រាវមួយនេះដែលខ្ញុំលើកឡើងគឺ glucose ហើយនឹង fructose គឺមានទំនាក់ទំនងទៅនឹង amino acid ដែលនៅក្នុង collagen របស់យើងដែលកាលណាជាតិស្ករកាន់តែច្រើនវាធ្វើឲ្យរាងកាយយើងបង្កើត glycogen end product មានន័យថាធ្វើឲ្យយើងនឹងឆាប់ចាស់មុនអាយុទី2គឺបារីហើយនឹងជាតិអាកុលស្រាផ្សេងហ្នឹងក៏ធ្វើឲ្យស្បែកយើងឆាប់ចាស់មុនអាយុដែរដោយពេលដែលយើងញ៉ាំជាតិអាកុលច្រើនឬក៏ញ៉ាំជាតិអាកុលមិនថាស្រាក្រហមស្រាអីទេញ៉ាំចូលទៅវាធ្វើឲ្យរាងកាយយើង deplete vitamin មានន័យថាមិនវាអត់អាចស្រូបយកវីតាមីនបានជាពិសេសវីតាមីន A ដែលសំខាន់មែនតើសម្រាប់ជួយដល់ស្បែកយើងអញ្ចឹងក្នុងតាមរយៈការសិក្សាមួយចំនួនគេបង្ហាញថាខ្ញុំដាក់លើអេក្រង់មើលគឺញ៉ាំស្រាហើយនឹងជក់បារីហ្នឹងគឺមានតំណែងតំណងទៅហ្នឹងធ្វើឲ្យស្បែកយើងឆាប់ចាស់មុនអាយុស្បែកយើងនៅក្មេងតែស្បែកយើងមើលទៅឆាប់ចាស់អញ្ចឹងណាមិនត្រឹមតែស្បែកទេបងប្អូនខួរក្បាលយើងក៏ឆាប់ចាស់ដែរយើងឆាប់ភ្លេចភ្លាំងយើងអត់សូវចង់ចាំបានល្អអញ្ចឹងណាឥឡូវយើងដឹងពីរបស់ដែលយើងគួរជីហើយតើយើងគួរធ្វើម៉េចដើម្បីជួយស្បែកយើងកាន់តែស្អាតហើយកុំឲ្យយើងឆាប់ចាស់ជាងអាយុទី1គឺលំហាត់ប្រាណតាមរយៈការសិក្សាស្រាវជ្រាវនៅប្រទេសជប៉ុនបានបង្ហាញថាស្ត្រីដែលមានវ័យចំណាស់ហើយពួកគាត់ធ្វើ resistance training មានន័យថាការលើកគីឡូជាប្រចាំហ្នឹងគឺជួយឲ្យស្បែកគាត់ក្មេងជាងវ័យហើយស្បែកតឹងណែនជាងមុនបន្ថយស្នាមជ្រួញហើយនឹងបន្ថយជម្រៅជ្រួញចំណុចទី4ដែលយើងត្រូវធ្វើនោះគឺលាបឡេការពារកម្ដៅថ្ងៃជាប្រចាំបងប្អូនដឹងហើយថា UVA UVB ដែលចេញពីពន្លឺព្រះអាទិត្យអាចបំផ្លាញស្បែកយើងធ្វើឲ្យស្បែកយើងឆាប់ចាស់ជាងអាយុឥឡូវខ្ញុំលើកឧទាហរណ៍គាត់នេះបងប្អូនមើលបងប្អូនប្រហែលជាឃើញគាត់នៅក្នុងវីដេអូខ្ញុំច្រើនហើយហេតុអីបានជាយើងអាសាលើកយកមកដោយសារតែនេះគឺជាឧទាហរណ៍មួយដែលល្អហើយមើលហើយគឺងាយយល់មែនតើមុខគាត់មួយខាងគឺត្រូវពន្លឺព្រះអាទិត្យខ្លាំងដោយសារគាត់បើកឡានមួយខាងទៀតនៅខាងម្លប់មុខដែលត្រូវពន្លឺព្រះអាទិត្យគឺចាស់ជាងមុខដែលអត់ត្រូវពន្លឺព្រះអាទិត្យខ្លាំងមែនតើចំណុចនេះហើយដែលឲ្យយើងដឹងថាពន្លឺព្រះអាទិត្យធ្វើឲ្យស្បែកយើងឆាប់ចាស់អញ្ចឹងបើយើងចង់ក្មេងជាងវ័យចង់បានស្បែកស្អាតកុំឲ្យឆាប់ចាស់ឆាប់ជ្រួញថែស្បែកហើយលាបឡេការពារកម្ដៅថ្ងៃជាប្រចាំចំណុចចុងក្រោយគឺយើងត្រូវញ៉ាំអាហារដែលមានវីតាមីនសារធាតុរ៉ែនិង trace mineral ឲ្យបានគ្រប់គ្រាន់ព្រោះថាបើសិនជាយើងខ្វះវីតាមីនខ្វះសារធាតុរ៉ែរាងកាយយើងមិនអាចដំណើរការបានល្អទេដូច្នេះហើយបើចង់បានស្បែកស្អាតក្មេងជាងវ័យគឺមិនងាយនោះទេឧទាហរណ៍ដូចជាគ្រាន់តែយើងខ្វះប្រូតេអ៊ីនឬក៏ខ្វះវីតាមីន B គឺយើងមានបញ្ហាសក់ជ្រុះភ្លាមនេះហើយគឺជាចំណុចសំខាន់នៃវីតាមីនទាំងអស់ហ្នឹងយើងអាចទទួលបានពីបន្លែផ្លែឈើហើយនឹងប្រូតេអ៊ីនសាច់ផ្សេងចឹងទៅសាច់គោសាច់ជ្រូកសាច់មាន់សាច់ទាពងមាន់ពងទាអីចឹងទៅចំណុចចុងក្រោយគេបង្អស់គឺ collagen collagen ក៏អាចជួយឲ្យស្បែកយើងមានសុខភាពល្អអត់ឆាប់ចាស់អត់ឆាប់ជ្រួញស្បែកតឹងណែនដែរតាមរយៈការសិក្សាជាច្រើនខ្ញុំដាក់លើអេក្រង់ឲ្យបងប្អូនមើលខ្ញុំធ្លាប់ធ្វើវីដេអូម្ដងហើយដែលបានបង្ហាញថាការញ៉ាំអាហារបំប៉ន collagen គឺជួយឲ្យស្បែកយើងមានសំណើមស្បែកយើងក្មេងជាងវ័យកាត់បន្ថយភាពជ្រួញមិនថាជ្រួញកតុយភ្នែកហើយនឹងជ្រួញកែមាត់ទេគឺទទួលបានអត្ថប្រយោជន៍ហើយការញ៉ាំ collagen នោះបងប្អូនអាចជ្រើសរើសប្រភពបានទី1បងប្អូនអាចញ៉ាំខួរឆ្អឹងក៏មាន collagen ពោះត្រីនិងកន្លែងផ្សេងទៀតនៃសត្វគឺមាន collagen ហើយយើងអាចញ៉ាំអាហារបំប៉ន collagen ធម្មជាតិក៏បានដែរបើសិនជាបងប្អូនត្រូវការអាហារបំប៉ន collagen ដែលមានគុណភាពខ្ពស់ល្អលេខ1ផលិតនៅប្រទេស New Zealand ខ្ញុំ recommend collagen Labon នេះគឺល្អខ្លាំងមែនតើក្នុងមួយ serving មាន collagen ដែលធ្វើពីត្រីបងប្អូនត្រីសុទ្ធតែម្ដងរហូតដល់9ក្រាមហើយនឹងមានស្ដេច berry ចម្រុះលាយចូលគ្នាជាច្រើនដែលជួយប្រឆាំងអុកស៊ីតកម្មដែលជាមូលហេតុបង្កឲ្យស្បែកយើងឆាប់ចាស់ឆាប់ជ្រួញផងដែរក្រៅពីហ្នឹងមានទង់ដែងជួយកាត់បន្ថយនិងរារាំងបញ្ហាជាប់អាចរុយរបស់យើងផងដែរអញ្ចឹងបើសិនជាបងប្អូនអនុវត្តប្រហែលចំណុចហ្នឹងខ្ញុំធានាថាស្បែកបងប្អូនស្អាតហើយបងប្អូនអត់ឆាប់ចាស់មុនអាយុនោះទេ
vậy tới dân anh nhầm mơ tới dân khmer chiêng à dụ dân chẳng á nè con bóng ôn ở kia chấm pua ca tạm đan tôi sẵn bye bye Complete follow page ដើម្បីទទួលបានវីដេអូល្អៗជាច្រើនទៀតអរគុណ